កូនខ្មែរយើងក្នុងចំនួនឥឡូវក្នុងចំនួនបច្ចុប្បន្នខ្ញុំមើលឃើញថាកូនខ្មែរយើងឥឡូវកំពុងតែមានការរីកចម្រើនច្រើននឹងឲ្យតាក់ទងជាមួយនឹងការបណ្ដុះបណ្ដាលសមត្ថភាពនឹងឲ្យដោយសារបច្ចុប្បន្ននឹងឲ្យគឺឪពុកម្ដាយនឹងឲ្យគឺគាត់ព្យាយាមដើម្បីឲ្យកូនគាត់នឹងឲ្យបានរៀននឹងឲ្យនៅសាលាដែលល្អនឹងក៏ដូចជាបដោតសំខាន់គឺទៅលើភាសាខ្ញុំបដោតណានឹងឲ្យដោយសារខ្ញុំមើលឃើញឥឡូវកូនខ្មែរយើងឥឡូវដែលគាត់នៅតូចទេនឹងឲ្យត្រឹមអាយុ5 6 7ឆ្នាំគឺគាត់និយាយអង់គ្លេសបានអញ្ចឹងណាហ្នឹងហើយពេលខ្លះគាត់និយាយជាលក្ខណៈspeak public គឺខ្ញុំឃើញថាល្អច្រើនហើយខ្ញុំសរសើរមែនថាកូនខ្មែរយើងឥឡូវគឺពិតជាអភិវឌ្ឍហ្នឹងហើយបានលឿនហ្នឹងហើយដោយសារឥឡូវបច្ចេកវិទ្យាយើងទំនើបហ្នឹងហើយឪពុកម្ដាយគ្រប់រូបហ្នឹងហើយគឺអាចផ្ដល់នៅហ្នឹងហើយចំណេះហ្នឹងហើយដោយការខិតខំរកលុយដើម្បីឲ្យកូនបានរៀនសាលាល្អហ្នឹងហើយដើម្បីឲ្យជាដើមទុនជីវិតណាជាដើមទុនជីវិតហើយខ្ញុំផ្ដោតទៅលើភាសាហ្នឹងដោយសារបងប្អូនដឹងហើយថាក្នុងសម័យបច្ចុប្បន្នឥឡូវពិភពលោកនៅក្នុងដៃយើងទេហ្នឹងហើយយើងអាចទៅណាក៏បាននៅពេលដែលយើងមានចំណេះដឹងហើយមួយវិញទៀតនៅពេលដែលយើងមានភាសាល្អភាសាអង់គ្លេសក្តីឬភាសាក្តីស្អីក្តីក៏ដោយក៏តែអ្វីដែលខ្ញុំ focus គឺទៅលើភាសាអង់គ្លេសណានៅពេលដែលយើងចេះភាសាអង់គ្លេសទោះបីជាយើងនៅស្រុកខ្មែរក៏វាមានភាពងាយស្រួលច្រើនដោយសារមាន investor មាន foreigner ច្រើនដែលគាត់ទៅរកស៊ីស្រុកខ្មែរអញ្ចឹងណាអញ្ចឹងយើងអាចនៅមានឱកាសទីផ្សារល្អដោយសារយើងចេះភាសាគេហើយបើសិនយើងមិនចង់នៅប្រទេសខ្មែរទេយើងអាចនឹង apply មកធ្វើការនៅប្រទេសគេឬក៏រៀននៅប្រទេសគេអញ្ចឹងទៅបើយើងចង់ដឹងថាតើពិភពលោកខាងក្រៅនោះវាធំដល់កម្រិតណាវា is quite different យ៉ាងម៉េចអីចឹងណាហ្នឹងហើយព្រោះនៅប្រទេសគេភាសាអង់គ្លេសវាជាភាសាទី1ហើយដែលមនុស្សភាគច្រើនដែលគេប្រើណាហ្នឹងហើយអញ្ចឹងបានខ្ញុំតែងតែនិយាយដដែលខ្ញុំនៅតែលើកទឹកចិត្តហ្នឹងហើយយើងអាច invest ជាមួយចំណេះដឹងកូនទៅយើងព្យាយាមទៅឲ្យកូនរៀនភាសារៀនអីទៅណាតន់នៅក្មេងៗវាប្រៀបបានផ្ទាំងកណាត់សមួយអញ្ចឹងណាដាក់អីចេះហ្នឹងដាក់អីស្គាល់ហ្នឹងហើយឲ្យគាត់រៀនទៅហ្នឹងហើយដើម្បីអីជាទុនជីវិតមួយនៅពេលដែលគាត់ធំទៅគាត់ចង់ធ្វើអ្វីមិនគឺគាត់មានក្នុងខ្លួនគាត់ស្រាប់ហើយអាចចំណេះដឹងនេះបងប្អូនពាក្យថាចំណេះដឹងនៅក្នុងខ្លួនយើងណាអត់ចាំបាច់ខ្លាចនោះណាគេលួចទេអត់ចាំបាច់ខ្លាចទេហ្នឹងហើយយើងចេះតែប៉ះកង់ឡានទៅឧទាហរណ៍ក៏យើងមិនងាប់ដែរយើងមិនក្រដែរបើយើងចេះប្រកបខ្ញុំចង់បញ្ជាក់ណាហ្នឹងហើយអញ្ចឹងស្អីក៏ដោយឲ្យតែយើងចេះប្រកបហ្នឹងហើយប្រាក់រត់រយើងហើយជាពិសេសគឺការភាសាហ្នឹងហើយនៅពេលដែលយើងចេះហើយយើងស្រួលណាបងប្អូនហ្នឹងហើយបើសិនជាយើងអត់ចេះភាសាគេទេបងប្អូនអើយពេលដែលបងប្អូនដាក់ពាក្យមកធ្វើការនៅប្រទេសគេអត់ចេះភាសាគេគឺវេទនាមហាវេទនាសុំឲ្យតែបងប្អូនទៅផ្សាររកទិញអីវ៉ាន់គិតលុយសុំបាយគេហូបក៏ពិបាកដែរខ្ញុំចង់បញ្ជាក់ថាបើសិនយើងអត់ចេះភាសាគេណាហ្នឹងហើយអញ្ចឹងបាទខ្ញុំចង់បញ្ជាក់ឲ្យបញ្ជាក់ទៀតថាបើមានឱកាសឪពុកម្ដាយមានឱកាសឲ្យកូនរៀនទៅណាហ្នឹងហើយឆ្នៃទៅហើយកូនផ្ទាល់ហ្នឹងណាបើសិនជាឪពុកម្ដាយគាត់នឹងឲ្យខិតខំប្រឹងប្រែងរកលុយឲ្យយើងរៀនហើយយើងប្រឹងប្រែងរៀនទៅណាហើយវាមិនធ្ងន់ទេត្រឹមសភៅ4 10ក្បាលទៅរៀនរាល់ថ្ងៃនោះហ្នឹងហើយវាមិនធ្ងន់ទេណាហើយឥឡូវវា technology វាទំនើបយើងមើល YouTube យើងចង់ចេះអង់គ្លេសយើងមើល YouTube ទៅជាភាសាអង់គ្លេសទៅរៀនអនឡាញយើងចាំឥឡូវវាបច្ចេកវិទ្យាខុសពីសម័យមុនណានៅសម័យខ្ញុំ8ជាងខ្ញុំមិនស្គាល់ទូរស័ព្ទស្អីផងនឹងខ្ញុំរៀនអង់គ្លេសហ្នឹងហើយជាមួយគ្រូហ្នឹងហើយ
ខ្មែរយើង1ម៉ោង100 1ម៉ោង200សម័យមុនបងប្អូនសម័យ8ជាង9ស្ដើងហ្នឹងណាហ្នឹងហើយចេះតែរៀនទៅហ្នឹងហើយចេះនាយអាយគ្រាន់តែមកអាចដូរបាយបានខ្ញុំចង់បញ្ជាក់ណាហ្នឹងហើយបើសិនជាខ្ញុំកើតក្នុងសម័យនេះវិញខ្ញុំមិនអោយចាញ់គេទេការរៀនព្រោះខ្ញុំស្រឡាញ់ការរៀនហ្នឹងហើយតែធ្វើមិនទេព្រោះអ្វីវាមានតាមដំណាក់កាលអញ្ចឹងណាហ្នឹងហើយដូចខ្ញុំនេះវាចង់ផុតវ័យទៅហើយហ្នឹងហើយ40ជាងទៅហើយវាចង់ផុតវ័យហើយចាំមិនថាក្មេងៗកូនក្មួយសកលក្រួយហ្នឹងហើយប្រឹងប្រែងទៅជាពិសេសភាសាតែម្ដងណា when you have opportunity to study okay you should choose English language is the first language for all people around the world using English language is the best យ៉ាបើមានឱកាសមានលទ្ធភាពរៀនទៅបងប្អូនណាហ្នឹងរៀនទៅណាខ្ញុំនិយាយតាអញ្ចឹងមានតែចំណេះដឹងទេដែលនៅជាមួយយើងអស់មួយជីវិតណាមានតែចំណេះដឹងទេដែលនៅជាមួយយើងមិនទៅណាចោលយើងទេស្មោះត្រង់ជាមួយយើងណាត្រូវចាំថាមានតែចំណេះដឹងទេប្រឹងប្រែងរៀនទៅណានឹងឲ្យតនឪពុកម្ដាយគាត់មានលទ្ធភាពឲ្យយើងរៀនទៅវាមិនធ្ងន់ទេប្រឹងប្រែងទៅណានឹងឲ្យក្មេងៗសកលក្រួយហើយពេលខ្លះខ្ញុំស្ដាយនៅពេលដែលគាត់មានឪពុកម្ដាយដែលមានលទ្ធភាពឲ្យរៀនហើយគាត់មិនរៀនគាត់បែរជាធ្វើអ្វីផ្សេងអញ្ចឹងណាពិតជាស្ដាយឱកាសស្ដាយពេលវេលានឹងណាអ្នកខ្លះរកតែលុយរៀនមិនបានផងអញ្ចឹងបើសិនយើងមានលទ្ធភាពរៀនហើយរៀនទៅណារៀនទៅកុំឲ្យស្ដាយក្រោយហ្នឹងហើយពេលវេលាអត់ចាំយើងទេណាកុំឲ្យស្ដាយក្រោយរៀនទៅអរគុណច្រើន